គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅទីនេះយើងបានមកដល់ក្រុមការងាររបស់ក្រុមហ៊ុន SCK Design and Construction យើងបានមកដល់ទឹកដីនៃខេត្តត្បូងឃ្មុំបាទស្រុកស្រូចឆ្មាចាចឹងបងណាចាបាទហ្នឹងហើយបងនេះថ្ងៃនេះគឺជាថ្ងៃដែលយើងបានបញ្ចប់គម្រោងរបស់យើងមួយហើយគឺផ្ទះដបូលដុកហើយថ្ងៃនេះយើងបានមកបកគលសោជូនទៅដល់បងស្រីដែលជាម្ចាស់ផ្ទះអញ្ចឹងណាហើយដូច្នេះទេខ្ញុំចង់ដឹងអំពីចំណាប់អារម្មណ៍បងបន្តិចហ្នឹងហើយបងសម្រាប់ការសាងសង់នេះបងយល់យ៉ាងម៉េចដែរតាក់ទងជាមួយនឹងគុណភាពសំណង់ហើយតាក់ទងជាមួយនឹងជាងរបស់យើងការសាងសង់ខ្ញុំយល់ថាមានគុណភាពល្អហើយក៏ពេញចិត្តនឹងទទួលយកហើយសប្បាយចិត្តតែក្រុមហ៊ុននិងជាមួយក្រុមរបស់ពូជាងបាទអញ្ចឹងជាងយើងមិនដែរបងជាងយើងគាត់ធ្វើការគាត់មានបង្កភាពរញ៉េរញ៉ៃឬក៏រំខានដល់ម្ចាស់ផ្ទះឬក៏យ៉ាងម៉េចដែរបងឲ្យនិយាយត្រង់ចាអត់ទេគាត់ធ្វើការល្អហើយបត់ចត់ហើយអត់មានញ៉ៃញ៉ៃអត់មានញ៉ៃញ៉ៃចាអត់ទេអូខេឥឡូវសម្រាប់បងផ្ទាល់ឥឡូវបងមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរជូនចំពោះបងប្អូនដែលជាលោកពូអ្នកមីងជាអ្នកស្ដាប់តើបងមានការផ្ដល់ជាយោបល់គាត់យ៉ាងម៉េចដែរចំពោះគម្រោងសំណង់សម្រាប់ផ្ទះលំនៅឋានខ្ញុំមានការសប្បាយចិត្តដោយសារក្រុមហ៊ុនសាងសង់ល្អហើយបាយចិត្តនឹងទទួលយកហើយនិយាយពាក្យប៉ັດទាំងអស់មិនមែនក្រុមហ៊ុនជួលឲ្យនិយាយណានិយាយចេញពីចិត្តទាំងអស់បាទចេញពីចិត្តចាបាទហ្នឹងហើយថ្ងៃនេះយើងក៏បានបញ្ចប់គម្រោងនេះហើយសម្រាប់បងប្អូនពុកម៉ែទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍ចង់សាងសង់លំនៅឋានដែលមានគុណភាពទាំងសំណង់ទាំងរូបសម្រស់មែនទែនទៅដោយសារតែផ្ទះយើងនេះដោយសារតែបងស្រីគាត់ថែមយ៉ាគាត់តវេរងដាមកខាងមុខដូច្នេះទៅក៏យើងរៀងបាត់សម្រស់ដែលយើងមើលឃើញប៉ុន្តែមិនអីទេនេះយើងជារូបភាពមួយដែលយើងអាចមើលឃើញទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនមានចំណាប់អារម្មណ៍សាងសង់ឯអាចតាក់ទងជាមួយនឹងក្រុមការងារយើងបាននៅលើលេខដែលមាននៅក្នុងទូរស័ព្ទអេក្រង់ស្លាច់បាទសូមអរគុណសូមជម្រាបលាបាទបន្ទាប់ពីបានស្ដាប់បាទសម្ដីពិតរបស់ម្ចាស់ផ្ទះដែលគាត់យល់ឃើញបាទទៅលើការងារបាទដែលក្រុមការងារ SCK Design បាទ and Construction ធ្វើជូនគាត់រួចមកបាទឥឡូវយើងនាំបងប្អូនអរគ្នាបាទទៅមើលសម្រស់បាទផ្ទះផ្នែកខាងក្នុងវិញម្ដងបាទគូបញ្ជាក់បងប្អូនផងដែរបាទសម្រាប់ផ្ទះនេះគឺមានទំហំខ្នាត5ម៉ែត្របាទគុណជាមួយនឹង15ម៉ែត្រអាខ្នាតនេះយើងគិតអក្សរជូនបងប្អូនណាបាទបើយើងបូកពីជញ្ជាំងម្ខាងបាទទៅចុងជញ្ជាំងម្ខាងខ្នាត5ម៉ែត្រ2គុណជាមួយនឹង15ម៉ែត្រ2ទឹកបាទហើយម្ចាស់ផ្ទះបាទគាត់តវេរ៉ង់ដាមកខាងមុខ5ម៉ែត្រទៀតឯណោះបាទអញ្ចឹងខ្នាតសាច់ពេញបាទ5គុណនឹង20ម៉ែត្របាទបើយើងបូកទាំងវេរ៉ង់ដាផ្នែកខាងមុខឥឡូវយើងងាកមកកលេចបាទមកមើលបរិវេណបាទទទួលភ្ញៀវយើងវិញម្ដងបាទសោះស្អាតមែនតើបងប្អូនណាបាទហើយម្ចាស់ផ្ទះបាទគាត់យកទូឈើធំបាទចូលតាំងអំឡុងពេលយើងសាងសង់មកម្លេះបងប្អូនណាបាទដោយសារទូឈើរបស់គាត់នេះធំបាទអញ្ចឹងបើសិនជាយើងធ្វើហើយចាំលើកបាទប្រហែលជាពិបាកលើកចូលបាទអញ្ចឹងយើងលើកចូលតាំងពីការដ្ឋានរបស់យើងកំពុងធ្វើបាទយើងរុំកស៊ូបាទរុំតង់ជូនគាត់មកស្អាតបាទនឹងក៏ជាចំណុចមួយបាទសំខាន់ដែរបាទដែលយើងគិតគូរណាបាទអញ្ចឹងបើសិនជាបងប្អូនបាទមានទូខ្នាតធំបងប្អូនអាចឲ្យយើងលើកទុកបានបងប្អូនណាបាទនៅក្នុងការដ្ឋានបាទរៀងពិបាកធ្វើការបន្តិចប៉ុន្តែមិនថ្មីទេបងប្អូនបាទយើងសម្រួលជូនហើយនេះបរិវេណកន្លែងទទួលភ្ញៀវបងប្អូនអាចមើលបានបាទសោះស្អាតហើយធំទូលាយមែនតើបាទសម្រាប់ខ្នាត5បាទគុណ15ម៉ែត្រនេះបាទហើយម្ចាស់ផ្ទះបាទគាត់រៀបចំតុបតែងមកវាំងននចេះទៀតស្អាតតែម្ដងហើយផ្លូវដើរនេះគឺយើងទុក1ម៉ែត្រ2បងប្អូនណាបាទហើយនេះជាបន្ទប់គេងទី1ឬក៏យើងហៅថាបន្ទប់មេគ្រួសារក៏បានដែរបាទដោយសារយើងឃើញការតុបតែងរបស់បន្ទប់ទៅបាទគឺមានតុសម្អាងអីផ្សេងអញ្ចឹងទៅបាទអញ្ចឹងសម្រាប់បន្ទប់គេងទី1នេះគឺយើងលេងពីដានម៉ូត2ជាន់បាទសោះស្អាតមែនតើមកកន្លែងទទួលភ្ញៀវមិញគឺយើងលេងពីដានម៉ូត2ជាន់ភ្លោះបងប្អូនណាបាទស្អាតបាទឥឡូវបងប្អូនអាចមើលការងារយើងជាក់ស្ដែងទៅបាទហើយការ៉ូនេះគឺយើងប្រើការ៉ូបាទកញ្ចក់សាច់ម៉ាបបងប្អូនណាបាទ5ជាន់បាទបងប្អូនកាន់តែជូតកាន់តែប្រើកាន់តែភ្លឺល្អបាទជាក់ស្ដែងផ្ទះនេះគឺយើងបានបញ្ចប់សពគ្រប់ជូនម្ចាស់ផ្ទះយូរដែរបងប្អូនបាទប៉ុន្តែដោយសារជាប់រវល់ពេកបាទបងប្អូនគ្រប់គ្រងច្រើនបាទចឹងចេញពីមួយទៅមួយបាទកក់ជាបន្តបកលសោជាបន្តបាទចឹងវីដេអូរៀងចេញយឺតបន្តិចប៉ុន្តែមិនថ្មីទេបងប្អូនបាទនៅតែចេញវីដេអូជូនទេបាទហើយសម្រាប់ការសម្អាតនេះយើងសម្អាតមកតង់ហ្នឹងបងប្អូនបាទយើងសម្អាតពេលជាងហើយយើងសម្អាតមកតង់បាទក្រុមការងាររបស់យើងសម្អាតបាទប៉ុន្តែនៅម្ចាស់ផ្ទះបាទគាត់ចូលនៅបាទគាត់ចូលថែទៀតកាន់តែស្អាតទៀតបាទព្រោះធម្មតាទេយើងហើយភ្លាមបាទក្រុមការងារយើងសម្អាតមិនស្អាតដូចម្ចាស់ផ្ទះស្អាតទេបាទសម្អាតទេបាទបើគាត់សម្អាតគឺស្អាតភ្លឹងបាទចឹងបងប្អូនអាចមើលទៅហើយសម្រាប់ព្រីភ្លើងបាទប្រព័ន្ធភ្លើងអីគឺយើងបង្កប់ក្នុងអញ្ចឹងទាំងអស់បាទហើយសម្រាប់ប្រព័ន្ធទឹកប្រព័ន្ធភ្លើងគឺយើងមានការធានាបាទរហូតដល់1ឆ្នាំបងប្អូនបាទទៅលើបច្ចេកទេសបាទទៅលើការជួសជុលអីជាដើមបាទអញ្ចឹងយើងមានការធានាត្រឹមត្រូវឥ
ហើយសំណង់នៅខាងយើងធ្វើបាទយើងមានការថែមជូនដូចជាការចាក់សាបជុំវិញផ្ទះបាទដីចាក់ពេញបាទផ្ទះបាទស្តុកបកូនអីហ្នឹងក៏នៅលើខាងយើងដែរបងប្អូនណាបាទគឺយើងផ្ដល់ជូនហើយសម្រាប់អំពូលទៀតសោតបងប្អូនអាចដូរពណ៌បាន3ពណ៌តាបាទទៅតាមបងប្អូនស្រឡាញ់បាទតាមចំណូលចិត្តរបស់បងប្អូនបាទហើយអំពូលនីមួយគឺយើងផ្ដាច់កុងតាក់ផ្ដាច់សម្រាប់ចុចផ្សេងគ្នាបងប្អូនណាបាទយើងអត់ប៉ង់ចូលគ្នាទេហើយនេះជាបរិវេណកន្លែងផ្ទះបាយបាទស្រឡះមែនតើបងប្អូនតលាល្អតែម្ដងបាទផ្ទះបាយនឹងបន្ទប់ទឹកមួយបាទសម្រាប់ផ្ទះបាយម្ចាស់ផ្ទះបាទគាត់សុំកន្លែងថ្នាក់ក្រោមបងប្អូនអាចឃើញបានបាទគាត់នឹកឃើញបាទតសាគាត់ដែរបាទគាត់នឹកឃើញធ្វើសម្រាប់លាងត្រីបងប្អូនណាបាទអញ្ចឹងយើងក៏សម្រួលតាមគាត់ទៅបាទហើយយើងធ្វើកលាក់ចុះមកក្រោមបន្តិចបាទកន្លែងថាផ្ទះបាយហ្នឹងបាទដើម្បីអីដើម្បីគាត់ធ្វើលាងចានឬក៏គាត់ធ្វើត្រីធ្វើអីគាត់ប្រហូរទៅខាងក្រោយតែម្ដងបាទស្អាតបងប្អូនអាចមើលជាក់ស្ដែងទុកជាគំរូបានណាបាទម្យ៉ាងដែរបាទហើយសម្រាប់ផ្ទះបាយបើយើងលើកការ៉ូបាទជាងឲ្យ6ទឹកបាទដើម្បីការពារខ្លាញ់បាទហើយបរិវេណកន្លែងទទួលភ្ញៀវធំទូលាយបងប្អូនបាទຂະຫນາດនេះធំទូលាយមែនតើអញ្ចឹងបើសិនជាបងប្អូនមកមានសមាជិកច្រើនបងប្អូនអាចយកຂະຫນາດ5 15នេះយើងធ្វើ3បន្ទប់គេងបានបាទអត់បញ្ហាទេហើយបងប្អូនអាចមើលការងារយើងចាក់ស្ដែងទៅបាទកន្លែងនេះគាត់យកប្រអួចមួយទៀតបាទដើម្បីគាត់អាចមើលទៅដល់មុខណាបាទទៅសើបាទគំនិតបាទ concept របស់ម្ចាស់ផ្ទះដែរបាទគាត់នឹកឃើញណាបាទអញ្ចឹងយើងជួយ design បាទជួយសម្រួលយើងពិភាក្សាប្លង់ជាមួយគាត់បាទក្រុមការងាររបស់យើងមុននឹងសាងសង់បាទយើងសិក្សាប្លង់ជូនបងប្អូនបាទមានប្លង់ 2D បាទប្លង់ 3D បាទរចនាម៉ូដប្លង់ជូនបងប្អូនបាទយើងមើលពីលើទៅទាំងអស់គ្នាបាទយើងសិក្សាប្លង់ជាមួយគ្នាពេញចិត្តហើយបានយើងបំបែកបាទទៅជាប្លង់ស្ថាបត្យកម្មបាទសម្រាប់ជាងសាងសង់ហើយនេះជាបរិវេណបន្ទប់ទឹកបាទបន្ទប់ទឹកយើងដាក់សម្ភារៈល្អជូនបាទឈុតបងប្អូនបាទមានប្រព័ន្ធចុចបាទមានឡាបូចាប់អញ្ចាំងបាទខ្ចក់ខ្សែអនាម័យងូតទឹកការឈូកបាទម៉ាស៊ីនបឺតក្លិនអីមកកាផ្លេតែម្ដងបាទអញ្ចឹងគឺមកស្តង់ដាបាទបន្ទប់ទឹកហើយបាទយើងប្រើប្រាស់ដោយមានក្តីសុខបងប្អូនណាបាទហើយប្រព័ន្ធបាទយើងមានប្រព័ន្ធចុចមានខ្សែអនាម័យអីចឹងមកបាទសម្រាប់ដាក់សាប៊ូងូតទឹកការឈូកចេះមកបាទគឺមួយសែតបន្ទប់ទឹកហើយបាទអញ្ចឹងបើសិនជាបងប្អូនបាទមានបំណងចង់សាងសង់បងប្អូនអាចតំណមកបានបាទទទួលមកការសាងសង់បាទ25ខេត្តក្រុងបងប្អូនគ្រាន់តែប្រាប់ទំហំផ្ទះដែលបងប្អូនចង់ធ្វើបាទក៏ដូចទីតាំងដែលបងប្អូនចង់សាងសង់បាទខាងយើងចេញតម្លៃជូនហើយបាទជាក់ស្ដែងផ្ទះនេះបាទរៀងបាត់សម្រស់បន្តិចបាទដោយសារតែម្ចាស់ផ្ទះបាទគាត់ថែមសម្យ៉ាបបាទមកខាងមុខបាទប៉ុន្តែបងប្អូនអាចមើលរូបបាទ 3D បាទបានដែលយើងអត់ទាន់តសម្យ៉ាបបងប្អូនបាទខ្ញុំនឹងដាក់នៅចុងវីដេអូបាទហើយចុងក្រោយបាទក៏យើងក៏ថតរូបបាទទុកជាអនុស្សាវរីយ៍ជាមួយម្ចាស់ផ្ទះផងដែរបាទអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អីបាទកុំភ្លេចទំនាក់ទំនងមកបងប្អូនគ្រាន់តែសួរយោបល់សិនក៏បានឬក៏បងប្អូនបាទចង់តាក់ទងមកធ្វើតែម្ដងក៏បានដែរបាទសូមអរគុណបាទសូមជម្រាបលា